ឬគេថាខ្យងក្រហមហ្នឹងមានជាតិពុលគ្មានពីណាគេហ៊ានហូបទេសាកជាមួយបារាម្ដងមើលចាំមើលតើពុលឬក៏មិនពុលរបស់អីក៏ដោយឲ្យតែបានជួបមុខបារាហើយដឹងតលែងហ៊ានពុលហ្មងសួរថាជាតិពុលហ្នឹងខ្លាចមុខបារាឬមួយក៏មិនមែនជាតិពុលហ្នឹងខ្លាចបារាទេគឺបារានឹងឯងដែលខ្លាចជាតិពុលចុះមិនបានថាជាតិពុលយ៉ាងណាក៏ដោយឲ្យតែឃើញមុខបារាដឹងតលែងហ៊ានពុលមិនហ៊ានពុលទៀតបើបារាមានវិធីបន្សាបវាឲ្យឈប់ពុលនឹងឯងមុននឹងហូបតលតែបន្សាបវាសិនទុកចិត្តមិនបានមិនស្លាប់ថ្ងៃហ្នឹងកើតស្អែកណាអត់យកជីវិតមកលេងសើចទេតលតែមានវិធីធ្វើឲ្យវាបាត់ជាតិពុលសិនបានហ៊ានហូបហើយបើបងប្អូនចង់ដឹងមិនបាច់អង្គុយឆ្ងល់ទេចាំមើលតែវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ទៅនឹងដឹងដោយខ្លួនឯងហើយថាបារាធ្វើម៉េចទៅឲ្យខ្យងហ្នឹងវាលែងពុលអញ្ចឹងណាតោះទៅមើលទាំងអស់គ្នាតែមុននឹងចូលដល់វីដេអូការធ្វើម្ហូបរបស់យើងខ្ញុំសូមនិយាយពីរឿងប្រវត្តិខ្យងនឹងបន្តិចកាលពីដើមឡើយនៅស្រុកភូមិខ្ញុំនៅតាមស្រែបឹងបួអូអត់មានខ្យងនឹងទេមានតែនៅស្រុកភូមិនៅខេត្តគេទៅមានខ្យងនឹងហើយឲ្យតែមានខ្យងនឹងហើយខ្យងបឹងខ្យងបួយើងគឺអត់មានទេវាដាច់ពូជតលតែអស់មិនដឹងថាខ្យងនឹងវាស៊ីខ្យងយើងឬមួយក៏យ៉ាងណាហើយមូលហេតុដំបូងបំផុតចាប់ផ្ដើមមានខ្យងនឹងដោយសារតែមានអ្នកស្រុកអ្នកភូមិខ្ញុំម្នាក់គាត់ទៅថៃហើយគាត់យកខ្យងនឹងមកពីថៃយកមកហូបនៅភូមិខ្ញុំហើយដល់ពេលគាត់ហូបអត់អស់អញ្ចឹងគាត់ក៏បន្លែងចូលទៅក្នុងបឹងពីដំបូងមានត្រឹមតែ4 5ទៅ10ក្បាលទេប៉ុន្តែបើនិយាយពីការកកើតនិងបន្តពូជរបស់ខ្យងហ្នឹងគឺលឿនមែនទែនត្រឹមតែ1ឆ្នាំទៅ2ឆ្នាំខ្យងបឹងខ្យងស្រែរបស់យើងកាលពីមុនណាវាបាត់អស់រលីងតែម្ដងគឺមានតែខ្យងហ្នឹងនៅពីពេញហើយខ្យងនេះកំពូលចង្រៃខ្លាំងណាស់បងប្អូនហើយឲ្យតែកន្លែងណាសម្បូរខ្យងហ្នឹងហើយមិនថានៅតាមស្រែឬមួយក៏បឹងបួទេធ្វើស្រូវមិនដែលបានផលល្អទេដោយសារតែខ្យងហ្នឹងវាស៊ីបំផ្លាញស្រូវដំណាំស្រូវយើងតលតែខ្ទេចតែម្ដងមូលហេតុដែលខ្យងហ្នឹងវាក៏កើតកូនចៅលឿនហ្នឹងដោយសារតែខ្យងហ្នឹងសំបីតែប្រប៉ិនកូនដៃក៏វាមានពងមានកូនដែរមិនដូចខ្យងបឹងខ្យងស្រែយើងទេខ្យងបឹងយើងលុះត្រាតែវាធំប៉ិនកដៃឬក៏ធំជាងកដៃអីហ្នឹងទៅវាមានពងមានកូនអីអញ្ចឹងណាប៉ុន្តែសម្រាប់ខ្យងហ្នឹងគឺវាមានពងរហូតហើយទូចប្រប៉ិនកូនដៃក៏វាមានពងមានកូនដែរវាពងកូនហ្នឹងគឺអត់មានរដូវទេគឺវាពងពេញ1ឆ្នាំហើយវាកើតកូនពេញ1ឆ្នាំតែម្ដងឃើញពងក្រហមនៅតាមដើមស្មៅដើមស្រូវអីហ្នឹងគឺសិតតែជាពងរបស់វាហើយមូលហេតុដែលខ្ញុំហៅខ្យងហ្នឹងថាជាខ្យងក្រហមដោយសារតែខ្យងហ្នឹងវាមានពងក្រហមអញ្ចឹងណាតែសម្រាប់បងប្អូនខ្លះក៏គាត់ហៅខ្យងថៃឬមួយក៏ខ្យងវៀតណាមខ្យងក្រហមតាមអ្នកហៅខុសៗគ្នាអញ្ចឹងទៅបើនិយាយទៅសម្រាប់ខ្យងនេះអ្នកភូមិខ្ញុំគឺគាត់ស្អប់ខ្លាំងជាងគេដោយសារតែពេលដែលធ្វើស្រូវទៅវាស៊ីបំផ្លាញស្រូវខ្ទេចខ្ទីអស់អត់ល្អអត់បានផលច្រើនទេចឹងហើយមានអ្នកខ្លះក៏គាត់ស្អប់ពេកទៅមួយថ្ងៃគាត់ដើរឬតែខ្យងនឹងយកទៅកវាំងចោលលើគោកឬមួយយកទៅវាយចោលដោយសារតែតាមស្រែគាត់ស្រែនីមួយសើតែខ្យងនឹងពេញតែម្ដងចឹងហើយគាត់អត់ហូបតែគាត់រើសយកទៅចោលប៉ុន្តែថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីហូបដើម្បីឲ្យពាយខ្យងនឹងកុំឲ្យវានៅស៊ីស្រូវស៊ីអីបំផ្លាញទៀតចឹងណាមកធ្វើតាមវិធីខ្ញុំធានាថាអត់ពុលទេហូបបានហើយមុនដំបូងបំផុតដោយបងប្អូនបានឃើញស្រាប់គឺខ្ញុំរើសខ្យងនឹងហើយយកមកត្រាំវារយៈពេល1យប់លាងទឹកលាងអីឲ្យស្អាតពីទឹកហើយយើងដាក់ត្រាំ1យប់ចឹងណាបន្ទាប់មកយើងលាងវា2 3 4 5ទឹកទៀតទៅហើយយកមកស្ងោរដាក់អំបិលបន្តិចស្លឹកក្រូចសើចស្លឹកក្រៃស្ងោរវាមិនបាច់យូរទេគ្រាន់តែពុះល្បាក់ក្របយើងអាចលើកវាមកបានហើយបន្ទាប់មកយកវាមកជួសបេះអាចបេះពងបេះអីនឹងចេញឲ្យអស់គឺយកតែក្បាលទេបន្ទាប់មកយកមកចាក់ស្រាមួយកំប៉ុងទៅដើម្បីលាងវាឲ្យស្អាតមេរោគកុំឲ្យវាពុលអីចឹងណាលាងច្របាច់វាឲ្យស្អាតចឹងមកបន្ទាប់ពីយើងលាងច្របាច់វាឡើងស្អាតហើយហ្នឹងក៏យើងចាប់ផ្ដើមស្រង់វាចេញពីស្រាមកឃើញថាវាឡើងសស្គូសឡើងស្អាតតែម្ដងបងប្អូនឃើញតែទឹកដែលលាងហើយហ្នឹងទៅដឹងហើយគឺកំតិចកំទីដែលកាកសំណល់ដែលកខ្វក់ហ្នឹងគឺវាជ្រុះមកអស់ហើយបន្ទាប់មកយើងលាងទឹកធម្មតា2 3ទឹកទៀតមកឃើញថាសស្គូសសភ្លឹងតែម្ដងស្រាគឺជាមេអាកុលជាតិពុលអីក៏ទៅអស់ដែរ
តែត្រូវចាំថាពេលដែលយើងជួសខ្យងហ្នឹងគឺយើងយកតែក្បាលទេហើយយើងបេះអាចបេះពងអីវានឹងចេញឲ្យស្អាតទៅធ្វើបែបហ្នឹងធានាថាអត់ពុល 100% ហើយរសជាតិវិញគឺឆ្ងាញ់តែម្ដងខ្ញុំជឿថាភាគរយច្រើនបំផុតបងប្អូនយើងដែលស្អប់ខ្យងហ្នឹងដោយសារតែខ្យងហ្នឹងគឺជាសត្វចង្រៃវាបំផ្លាញស្រូវយើងខ្ទេចខ្ទីអស់អញ្ចឹងណាអញ្ចឹងហើយបងប្អូនអាចសាកល្បងធ្វើតាមខ្ញុំបានយកមកធ្វើហូបទៅដើម្បីឲ្យវាដាច់ពូជកុំឲ្យវាមានទៀតអញ្ចឹងណាមានពីណាគេខ្លះធ្លាប់ហូបខ្យងហ្នឹងហើយពីណាគេខ្លះអត់ធ្លាប់ហូបខ្លាច់ពុលខ្លាច់អីអញ្ចឹងណាហ្នឹងហើយជួយខមមិនប្រាប់ម្នាក់មួយផងសង្ឃឹមថាវីដេអូមួយនេះនឹងមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែរដែលតែងតែទស្សនាវីដេអូបុរាណហើយជួយ share ជួយ comment អីចឹងណាហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរឲ្យបងប្អូនមានសុខភាពល្អជួបតែសំណាងល្អគ្រប់ពេលវេលាឥឡូវម្ហូបយើងឆ្អិនហើយអញ្ចឹងតោះទៅភ្លក់ទាំងអស់គ្នាចាំមើលតើរសជាតិយ៉ាងម៉េចម្ហូបបុរាណបែបសាមញ្ញស្រុកស្រែតែរសជាតិវិញគឺឆ្ងាញ់តែម្ដងបងប្អូនអើយគ្រាន់តែមើលក៏ដឹងដែរដឹងតែជាតិហ្មងហើយឆាក្តៅដាក់ម្ទេសទាល់តែក្រហមងើអញ្ចឹងទៅជាតិហ្នឹងហើយបងប្អូនទាំងអស់គ្នាម្នាក់អូឆាក្តៅខ្យងទំនងណាគេល្បីថាខ្ចៅអស់ខ្យងនឹងពុលនេះអាខ្យងក្រហមហ្នឹងឥឡូវខ្ញុំហូបឲ្យមើលជាមួយពុលអត់អីក៏ដោយឲ្យតាមកដល់ដៃបុរាណអត់ហ៊ានពុលទេឆាក្តៅទៅដាក់ម្ទេសច្រើនចឹងមិនហិលហើយយើងបន្ថែមគ្រាប់នេះទៀតម្ទេសច្រើនចឹងមិនឆ្ងាញ់ឆាក្តៅ